ក្នុងសមរភូមិសូមដាក់សាកសោតរបស់ខ្ញុំនៅក្នុងមឈូសជាមួយនឹងទង់ជាប្រទេសរបស់ខ្ញុំសូមដាក់សញ្ញាបត្រនិងមេដាយដែលខ្ញុំធ្លាប់ឆ្លងកាត់ការវឹកហាត់ជាច្រើនឆ្នាំនៅលើទ្រូងរបស់ខ្ញុំសូមប្រាប់ក្រុមគ្រួសារខ្ញុំថាខ្ញុំបានបំពេញតួនាទីរបស់ខ្ញុំបានយ៉ាងល្អចំពោះប្រទេសជាតិមួយនេះសូមកុំឲ្យពួកគាត់ឲ្យគោរពនៅមុខរូបថតខ្ញុំអីព្រោះខ្ញុំមិនចង់ឃើញពួកគាត់បែបនេះទេសូមប្រាប់បងប្អូនខ្ញុំឲ្យគាត់ខិតខំរៀនសូត្រដើម្បីអភិវឌ្ឍប្រទេសមួយនេះរាល់ទ្រព្យសម្បត្តិរបស់ខ្ញុំសូមប្រគល់ឲ្យប្រពន្ធរបស់ខ្ញុំនិងកូនរបស់ខ្ញុំសូមប្រាប់នាងថាកុំកាត់ទុកយូរពេកខ្ញុំគ្រាន់តែគេងលក់មួយរយៈពេលខ្លីទេសូមប្រាប់ជនរួមជាតិខ្ញុំថាគុំយំអីព្រោះជីវិតរបស់ខ្ញុំបានបូជាឈាមស្រស់សាច់ស្រស់ចំពោះជាតិមាតុភូមិនេះរួចទៅហើយ